ចាជំរាបសួរអ្នកខ្ញុំអ្នកគ្រូកាយសមនិតាសូមលើកយកធានបទមួយតាក់ទងទៅនឹងបញ្ហាកត្តាអប់រំកូនក៏ប្រហាក់ប្រហែលនឹងកត្តាដែលអប់រំទៅលើបងប្អូននិស្សិតបញ្ញវន្តដូចគ្នាហើយកត្តាដែលខ្ញុំអប់រំកូននេះគឺមានន័យថាខ្ញុំមិនសំដៅថាផ្ដោតទៅលើកត្តាជោគជ័យទេមានន័យថាខ្ញុំលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងខ្ញុំហើយមកបង្ហាញក៏ដូចជាបងប្អូននិស្សិតដែលជួបប្រទះហើយក៏ដូចជាពុកម៉ែពូមីងបងប្អូនទាំងអស់ដែលជួបប្រទះបើសិនជាគិតថាបទពិសោធន៍របស់នាងខ្ញុំអាចប្រកាសបានក៏យកអនុវត្តប៉ុន្តែនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ទេចាសសូមអរគុណជើងខ្ញុំសូមលើកយកចំណុចមកនិយាយតែម្ដងតាក់ទងកត្តាកូនកត្តាបងប្អូននិស្សិតនិងកត្តាចិញ្ចឹមកូនខ្ញុំគិតថាប្រហាក់ប្រហែលគ្នាទេបើកត្តាបង្រៀនបងប្អូននិស្សិតគឺមានន័យថាយើងពង្រឹងផ្លូវចិត្តផ្លូវអារម្មណ៍គាត់ឲ្យរឹងមាំហើយនៅពេលដែលគាត់ឈប់រវើរវាយគាត់នឹងមានគោលដៅច្បាស់លាស់គាត់ចាប់ផ្ដើមស្ងប់ស្ងាត់ក្នុងម៉ោងបង្រៀនដើម្បីស្វែងយល់ដើម្បីតម្រង់ទិសនៃគោលដៅរបស់គាត់ចាប់យកចំណុចជាតិដែលយើងបរៀនដើម្បីយកទៅអនុវត្តរីឯកត្តាចិញ្ចឹមកូនក៏ប្រហាក់ប្រហែលគ្នាដែរសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំតែងតែគិតថាប្រសិនបើយើងមិនបានអប់រំគាត់ឲ្យយល់ច្បាស់ឲ្យយល់ពីអារម្មណ៍ដែលយើងកំពុងតែចង់បាននិងយើងយល់ពីអារម្មណ៍របស់គាត់ដែលចង់បានវាមានភាពរញ៉េរញ៉ៃក្នុងការគ្រប់គ្រងព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ដែលខ្ញុំមានកូនច្បងហើយខ្ញុំជាធម្មតាទេមនុស្សយើងនៅពេលដែលមានកូនទី1គឺស្រឡាញ់ធ្វើតាមចិត្តថែអាសា take care ប៉ុន្តែខ្ញុំមានទម្លាប់មួយជាទូទៅទម្លាប់របស់ខ្ញុំតែម្ដងគឺខ្ញុំមិនទម្លាប់ឲ្យអ្នកនៅក្នុងផ្ទះរបស់នាងខ្ញុំនិយាយភូតកុហកកូនរបស់ខ្ញុំឬក៏ខ្ញុំមិននិយាយភូតកុហកកូនរបស់ខ្លួនឯងឬក៏លោលេងទង្វើណាមួយដែលធ្វើឲ្យប៉ះពាល់អារម្មណ៍វាជាចំណេះដឹងមួយតាក់ទងទៅនឹងការយល់ដឹងសម្រាប់ក្មេងៗព្រោះខ្ញុំបានឆ្លងកាត់ការបង្រៀនកូនក្មេងបឋមរយៈពេល10ឆ្នាំដែរហើយរយៈពេលនៅមហាវិទ្យាល័យក៏10ឆ្នាំជាងដែរដូច្នេះខ្ញុំបែងចែកដាច់រយៈពីបញ្ហាហ្នឹងគឺទី1កូនក្មេងបឋមដូចกระดาษសស្អាតចឹងមានន័យថាគាត់ឆាប់ទទួលយកនៅអ្វីដែលយើងអប់រំទៅហើយសិស្សមហាវិទ្យាល័យវិញនិស្សិតបងប្អូនមហាវិទ្យាល័យគឺគាត់ធ្វើការគិតពិចារណាអញ្ចឹងពីរហ្នឹងមានចំណុចខុសគ្នាយើងលើបទពិសោធន៍ខ្ញុំអប់រំទៅលើកុមារដែលនៅសាលាបឋមរយៈពេល10ឆ្នាំដែរខ្ញុំក៏សាកល្បងក្នុងការអប់រំកូនខ្លួនឯងតាមរយៈខ្ញុំជួយចិត្តសង្កេតមើលក៏ប៉ុន្តែមិនមែនមានន័យថានៅក្នុងពេលដែលយើងចាប់ផ្ដើមធ្វើការអប់រំកូនរបស់យើងហើយយើងជាមនុស្សជោគជ័យទេកត្តាដែលបរាជ័យខ្លះវាគឺជាបទពិសោធន៍គឺជាមេរៀនមួយសម្រាប់យើងដែរអញ្ចឹងខ្ញុំក៏លើកយកបទពិសោធន៍ខ្លួនឯងតតែម្ដងក្នុងការធ្វើបទបង្ហាញហើយក៏ចង់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាមើលហើយក៏មិនមែនថានាងខ្ញុំបានជោគជ័យលើចំណុចហ្នឹងដែរខ្ញុំអនុវត្តកូនក្រោយទៀតដោយបដូរអិយាបថដល់កូនទី1ខ្ញុំបង្រៀនតាមបែបយើងនៅក្មេងដែរជាម្ដាយហើយកូនដំបូងយើងស្រឡាញ់ដូច្នេះហើយយើងតាមចិត្តតិចចាដល់ពេលកូនធំឡើងគាត់មានចរិតមួយគាត់យល់ដឹងដែរប៉ុន្តែយើងខុសពីកូនទី2ទី3ទី4ផ្សេងទៀតចាដូចជាកត្តាមួយចំនួនឧទាហរណ៍ជាទូទៅដោយឈរលើបទពិសោធន៍ខ្លួនឯងតែម្ដងខ្ញុំមានទម្លាប់មួយមិនចង់ឲ្យអ្នកនៅជុំវិញនៅក្នុងគ្រួសារខ្ញុំមានទម្លាប់និយាយលលេងឬក៏កុហកឬក៏ចលោឬក៏និយាយភាសាណាមួយដែលវាធ្វើឲ្យមិនហុចផលប្រយោជន៍ឲ្យកុមារដែលនៅក្បែរខ្លួនយើងទេឬក៏កូនរបស់យើងហើយការដែលកូនរបស់យើងទៅលេងជាមួយនឹងអ្នកនៅជុំវិញក៏យើងមើលដែរអិយាបថជាទូទៅជិះមិនផុតទេឧទាហរណ៍ថាកូនយើងអត់ទម្លាប់ក្នុងការរស់នៅមួយគ្រួសារគាត់បែបផែនមានបែបមានបត់ដែរប៉ុន្តែជួនកាលអាចកត្តាខាងក្រៅដែរ
ចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់ដែរដែលយើងត្រូវពិចារណាថាយើងគួរធ្វើអត់មិនដើម្បីកុំឲ្យមានផលប៉ះពាល់ទៅលើកូនយើងខ្ញុំធ្លាប់មានបទពិសោធន៍ដែរតាក់ទងនឹងកូនទី1ធម្មតាកាលពីចំនួនកូនខ្ញុំនៅឆ្នាំ2000ស្ដើងខ្ញុំដាក់កូនខ្ញុំរៀននៅសាលាបឋមខ្មែរធម្មតាអញ្ចឹងវាតែងតែមានកត្តាជុំវិញមានក្មេងខ្លះគាត់ចេះជេរក្មេងខ្លះគាត់និយាយភាសាមិនពីរោះតែងតែមានមិនដែរអត់ទេប៉ុន្តែអ្វីដែលសំខាន់គឺដូចខ្ញុំនិយាយចឹងថាកត្តាឪពុកម្ដាយ 50% កត្តាគ្រូ 50% ទៅដល់នៅក្នុងការរស់នៅក្នុងផ្ទះឬក៏ទៅរៀននៅសាលាវាតែងតែមានជួបហើយដូច្នេះអាការដែលយើង50/50សាលាផងផ្ទះផងវាដូចជាការក្រើនរំលឹកសម្រាប់គាត់ដើម្បីកុំឲ្យជួបបញ្ហាដែលឲ្យគាត់ធ្វើតាមគ្នាឬអនុវត្តតាមគ្នានៅផ្ទះក៏ខ្ញុំតែងតែនិយាយប្រាប់ឪពុកខ្ញុំឬក៏ក្មេងៗដែលនៅជាមួយដែលខ្ញុំចិញ្ចឹមឬក៏ខ្លួនខ្ញុំផ្ទាល់តែម្ដងខ្ញុំមិនទម្លាប់និយាយកុហកកូនហើយខ្ញុំគិតថាខ្ញុំមិនចង់និយាយកុហកគាត់ដើម្បីឲ្យគាត់មានគំនិតមួយចេះកុហកដែរក្មេងជាទូទៅខ្ញុំអត់ចូលចិត្តឲ្យលោលេងលក្ខណៈបែបធ្វើអីឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ទេអានឹងខ្ញុំគិតថាវាជាគំរូមួយសម្រាប់យើងនឹងគាត់ដើម្បីឲ្យគាត់ចាប់យកបទពិសោធន៍ពីយើងទៅបានល្អហើយខ្ញុំជឿថាគាត់មិនមែននៅមួយយើងរហូតទេគាត់ត្រូវចេញទៅក្រៅដើម្បីអនុវត្តការងារឬក៏រៀនសូត្រប៉ុន្តែសំខាន់បំផុតកត្តាចិត្តសាស្ត្ររបស់យើងគឺយើងត្រូវយកបេះដូងគាត់ឲ្យបានទៅដើម្បីឲ្យគាត់ចេញទៅក្រៅបែបមិនក៏ដោយក៏គាត់យល់បានដែរអានឹងគឺជាចំណុចសំខាន់អានក៏ពិតទៅសម្រាប់កុមារនៅក្នុងការដែលអប់រំគឺមានន័យថាកុមារគឺกระดาษសស្អាតគឺគាត់មិនដឹងថាស្អីខុសស្អីត្រូវទេគឺគាត់តែងតែនិយាយថាតាមអ្វីដែលគាត់មើលឃើញនៅពេលដែលខ្ញុំរៀនសិស្សបឋមខ្ញុំឃើញបែបនោះហើយណាមួយខ្ញុំឃើញក្មេងពីច្រើនគាត់ចេះតែមួយយ៉ាងទេរឿងគាត់មកតវ៉ាជាមួយនឹងគ្រូគឺគាត់តែងតែទូពិតរឿងថាអ្នកនេះធ្វើអញ្ចេះអ្នកនេះធ្វើអញ្ចោះអញ្ចឹងខ្ញុំយកបទពិសោធន៍ទាំងអស់ហ្នឹងមកមើលហើយគិតពិចារណាខ្ញុំក៏អនុវត្តទៅលើកូនខ្លួនឯងហើយខ្ញុំហាមដាច់ខាតអ្នកផ្ទះហាមមិនឲ្យនិយាយភាសាណាដែរធ្វើឲ្យប៉ះពាល់ឬក៏ភាសាណាធ្វើឲ្យហុចផលមិនល្អព្រោះជាទូទៅនៅពេលដែលយើងអប់រំទៅលើកុមារភាពរបស់ក្មេងសំខាន់បំផុតកត្តាចំណុចចម្បងគឺផ្ដោតទៅលើការដែលស្រឡាញ់តែបែបផែនឲ្យគេស្រឡាញ់មានន័យថាយើងចិញ្ចឹមកូនបែបផែនឲ្យគាត់យល់ពីហេតុនិងផលហើយនឹងផុសតាងឲ្យគាត់មើលមានមនុស្សចាស់ឬក៏បងប្អូនជំនាន់មួយចំនួនគាត់អាចគិតខុសពីខ្ញុំប៉ុន្តែនេះជាការគិតរបស់ខ្ញុំមិនមែនខ្ញុំគិតថាគាត់ធ្វើទៅខុសទេប៉ុន្តែការគិតរបស់ខ្ញុំសង្កេតទៅលើកុមារភាពរបស់ក្មេងដូចជាទារកអាយុ1ឆ្នាំចាស់ក៏តែងតែមានគំនិតគិតថាកុំវាយវាកុំស្ដីឲ្យវាដឹងអីទេប៉ុន្តែយ៉ាងណាមិញខ្ញុំទប់សង្កេតថាកុមារអាយុ1ឆ្នាំឧទាហរណ៍យើងយកកូនដង្ហាទូចមួយសម្រាប់គាត់ចុចលេងមិនមែនជាដង្ហាធំទេដង្ហាសម្រាប់ក្មេងលេងហ្នឹងយើងយកដៃគាត់ទៅសុកចូលដង្ហាហ្នឹងនៅពេលព្រលដាក់លេខទូចទេវាមិនមានបញ្ហាបកកគ្រោះថ្នាក់ដល់គាត់ទេពេលគាត់លុកទឹកគាត់ប៉ះទឹកគាត់ឈឺតែនៅពេលគាត់ឈឺយើងសាកល្បងពេលដែលប៉ះលើកទី1គាត់ឈឺលើកទី2យើងទាញដៃគាត់យកដាក់ចូលក្នុងដង្ហានឹងភាសាទៀតតែគាត់នឹងឲ្យយើងទាញយ៉ាងស្រួលដែរអត់គឺអត់ទេមានន័យថាគាត់ដឹងឈឺគាត់អត់ឲ្យយើងទាញសុកចូលក្នុងដង្ហាហ្នឹងឯងអញ្ចឹងខ្ញុំគិតថាកុមារក៏មានការយល់ដឹងដែរដូច្នេះហើយការដែលបញ្ជ្រាបការយល់ដឹងទៅកាន់គាត់ត្រូវគិតថាវាមានចំណុចខ្លះអវិជ្ជមានអញ្ចឹងយើងត្រូវគិតពីចំណុចហ្នឹងហើយបើយើងមិនចង់ឲ្យគាត់ខ្លាចជាក្មេងមួយដែលតាមចិត្តរបស់គាត់គឺយើងត្រូវលើកទង្វើណាដែលជាទង្វើមួយមិននាំឲ្យមានផលប៉ះពាល់ទៅកាន់គាត់តែវាស្ដែងចេញពីកត្តាអ្នកនៅជុំវិញខ្លួនគាត់ក៏ដូចជាពុកម្ដាយចំណុចជាច្រើនដែលវាមានបញ្ហាប្រឈមនៅក្នុងគ្រួសារនីមួយៗមានកត្តាប្រឈមផ្សេងៗគ្នាការរស់នៅបរិបទផ្សេងៗគ្នាដូច្នេះហើយមិនងាយស្រួលទេក្នុងការដែលយើងចង់អនុវត្តដោយគោលការណ៍ដែលអ្វីដែលខ្ញុំនិយាយគឺវាមានបរិបទខុសគ្នាគ្រួសារនីមួយៗ
ពេលដែលខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំគាត់អាចនឹងលើហេតុផលថាយើងអាចធ្វើបានតែពួកគាត់មិនអាចធ្វើបានដោយសារកត្តានេះកត្តានោះនឹងជាមូលហេតុដែលគាត់ជួបប្រទះតែខ្ញុំយល់ថារឿងនេះវាអាចកាត់ឡើងចំពោះខ្លួនគាត់ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្យល់ពីបទពិសោធន៍របស់ខ្ញុំគឺដោតទៅលើកត្តាដែលធ្វើការបញ្យល់នេះគឺវាមានពេលវេលាច្បាស់លាស់ក្នុងការបែងចែកនៅការអប់រំគាត់ហើយអ្វីដែលសំខាន់បំផុតកុមារភាពងាយស្រួលក្នុងការអប់រំនេះមានន័យថាយើងអនុវត្តអ្វីដែលល្អៗទៅកាន់គាត់ពន្យល់លើកហេតុផលឲ្យគាត់ស្ដាប់យើងប៉ុន្តែដល់អាយុមួយគឺហៅចូលដល់វ័យគាត់អាយុ10ឆ្នាំជាង6 10គឺជាវ័យដែលគាត់ចង់ដឹងចង់លឺសង្សាកចង់ឃើញហើយជាវ័យដែលកត្តាអរម៉ូនរបស់គាត់មានភាពជ្រួលច្របល់ដែលយើងគិតស្មានអត់ដល់ចំណុចកន្លែងហ្នឹងគឺយើងត្រូវតែសង្កេតឲ្យជាប់ហើយតាមមើលហើយលើកហេតុផលឲ្យគាត់ហើយឬក៏ឲ្យឃើញជាក់ស្ដែងនៅពេលដែលយើងចាប់ផ្ដើមបញ្យល់ហើយយើងធ្វើបទបង្ហាញដូចជាយើងជិះនាំគាត់ទៅមើលលទ្ធផលគេមិនបង្ហាញគាត់ឃើញពីកត្តាសង្គមពិតប្រាកដចឹងទៅគាត់អាចនឹងមើលឃើញតែគាត់មិនប្រកាសថាជាយើងខ្ញុំលើកឧទាហរណ៍ដូចជាកូនខ្ញុំតែម្ដងនៅពេលដែលខ្ញុំអប់រំគាត់ខ្ញុំគិតថាប្រហែលជាការអប់រំរបស់ខ្ញុំនឹងវាខុសពីគេទាំងអស់តែម្ដងដោយសារខ្ញុំយល់ឃើញថាខ្ញុំមានការអប់រំមួយប្លែកខុសពីអ្នកទូទៅនេះជាបទពិសោធន៍របស់ខ្ញុំទេហើយក៏វាខុសប្លែកពីបងប្អូនជនរួមជាតិទាំងអស់គ្នាដែរខ្ញុំគិតថាកត្តាគ្រួសារក៏ដោយគ្រួសារតកតងនឹងប្តីក៏ដោយប្រពន្ធក៏ដោយកូនក៏ដោយឪពុកក៏ដោយខ្ញុំគិតថាអ្វីដែលយើងអប់រំទៅកាន់គាត់គឺយើងត្រូវទទួលយកគ្រប់បញ្ហាដែលកើតឡើងមូលហេតុដែលខ្ញុំគិតបែបហ្នឹងព្រោះខ្ញុំគិតថាឧទាហរណ៍ដូចជាកូនយើងតែម្ដងពេលខ្លះយើងជាឪពុកម្ដាយមិនសូវបាននៅជាមួយគាត់ទេយើងទៅបាត់ឆ្ងាយប៉ុន្តែបើសិនជាយើងអាចអប់រំគាត់បានច្បាស់លាស់គាត់យល់ដឹងតាមរយៈគាត់វិភាគគិតពិចារណាពេលដែលយើងចាក់ចេញទៅឆ្ងាយទៅធ្វើការនៅកន្លែងផ្សេងក៏យើងមិនព្រួយបារម្ភថាកូនយើងនឹងដើរបែកឆ្វេងនឹងគិតបែបនេះគិតបែបនោះគឺមិនទេដោយសារកត្តាយល់ដឹងរបស់គាត់ជ្រួតជ្រាបតាំងពីយើងជ្រាបគាត់តាំងពីកុមារភាពមានកត្តាមួយខ្ញុំលើកឧទាហរណ៍តទៅនឹងរឿងខ្ញុំបន្តតែម្ដងកូនទី1ជាទូទៅខ្ញុំមិនដែលហាមឃាត់កូនខ្ញុំថាមិនឲ្យមានសង្សារមិនឲ្យមានដៃគូឬក៏អីទេខ្ញុំគិតថាទាំងប្តីក៏ខ្ញុំគិតចឹងដូចគ្នាដែរព្រោះខ្ញុំគិតថាប្រសិនបើយើងបញ្យល់គាត់ឲ្យយល់ច្បាស់គាត់នឹងយល់ច្បាស់ហើយយើងមិនចាំបាច់បារម្ភទេដូចជាយ៉ាងណាមិញខ្ញុំមានកំណត់មួយគិតថាប្រសិនបើយើងហាមគាត់ខ្លាំងឬយើងមិនឲ្យគាត់មានកត្តាយុវវ័យរបស់គាត់អាចនឹងសាកល្បងបើសិនជាគាត់មានកំណត់មួយសាកល្បងគាត់អត់ឲ្យយើងដឹងទេគាត់នឹងលាក់យើងដោយសារកត្តាយើងកាចពេកមិនយល់ពីហេតុផលដូច្នេះហើយគាត់ច្បាស់ជាលួចមានឬក៏កុហកយើងចាកន្លែងហ្នឹងដែលជាចំណុចសំខាន់មិនថាកូនមិនថាប្តីមិនថាពុកម្ដាយទេអញ្ចឹងខ្ញុំគិតខ្លួនឯងថាគ្រប់យ៉ាងខ្ញុំត្រូវទទួលយកហើយខ្ញុំសុខចិត្តទទួលយកដោយខ្ញុំនឹងអប់រំគាត់វិញតាមបែបផែនការដែលយើងអមជាមួយគាត់នឹងណែនាំនៅពេលដែលគាត់យកជីវិតពិតរបស់គាត់យកមកបញ្យល់យើងមានន័យថាក្នុងនាមយើងជាម្ដាយមិនមែនម្ដាយសុទ្ធតែម្ដងហើយគឺមានន័យថាជាមិត្តភក្តិផងជាម្ដាយផងដើម្បីកុំឲ្យកូនយើងខ្លាចយើងវា 100% ដើម្បីឲ្យគាត់ហ៊ាននិយាយកាលណាយើងជាមិត្តភក្តិរបស់គាត់អាចហ៊ាននិយាយទៅក្នុងចិត្តរបស់គាត់ដែលយើងមិនបន្ទោសគាត់ទេយើងលើកហេតុផលឲ្យគាត់ស្ដាប់មើលថាតើវាចំណេញវាខាតវាទៅជួបបញ្ហាអីប្រឈមនេះសម្រាប់កូនបើសម្រាប់គ្រួសារជាប្តីប្រពន្ធវិញខ្ញុំគិតថាសម្រាប់អ្នកខ្លះគាត់ហួងហែងតាក់ទងទៅនឹងការហាមឃាត់មិនឲ្យមានស្រីមិនឲ្យមានប្រុសមិនឲ្យមានអីខ្ញុំគិតថាកត្តាហ្នឹងអ្នកណាក៏កើតចំពោះខ្លួនគាត់ដែរហើយអ្នកណាក៏ស្រឡាញ់ប្តីអ្នកណាក៏ស្រឡាញ់ប្រពន្ធដូចគ្នាដែរក៏ប៉ុន្តែបើខ្ញុំគិតខ្លួនឯងវិញខ្ញុំគិតថាយើងសុខចិត្តនិយាយគ្នាតែម្ដងព្រោះយើងបើនិយាយពីកត្តាចិត្តសាស្ត្រហ្មងគឺថាបុរសខុសពីនារីមុខតងនឹងការរស់នៅប្រសិនបើយើងគៀបគាត់ខ្លាំងពេកអញ្ចឹងខ្ញុំដោយសារខ្ញុំមានម្ដាយមីងជាពេទ្យចិត្តសាស្ត្រខ្ញុំបានធ្លាប់ពិភាក្សាជាមួយគាត់តកតងកត្តាអប់រំបូកជាមួយកត្តាចិត្តសាស្ត្រខ្ញុំយល់ឃើញថាមនុស្សប្រុសមិនអាចដូចមនុស្សស្រីទេគាត់មិនអាច
ឧទាហរណ៍ដូចជាការហូបចុកគាត់មិនអាចហូបចុកហូបដដែលឬក៏បែបហ្នឹងឯងក៏ប៉ុន្តែអ្វីដែលសំខាន់យើងប្តីប្រពន្ធយើងនិយាយគ្នាហើយយើងបញ្យល់គ្នាកត្តាដែលយើងធ្វើបែបនេះហេតុអីបានយើងត្រូវថាយើងអនុញ្ញាតឲ្យគាត់ទៅបែបហ្នឹងគឺយើងត្រូវគិតថាប្រសិនបើគាត់និយាយប្រាប់យើងត្រង់នៅពេលដែលគ្រប់រឿងទាំងអស់យើងដឹងនៅពេលដែលមានបញ្ហាអីកើតឡើងចំពោះគាត់មានយើងជាប្រពន្ធដើម្បីប្រឹក្សាហើយវាមិនអាចតាក់ទងទៅនឹងបញ្ហាដែលឆ្លោះប្រកែកគ្នាអាចឈានដល់ការលះហើយព្រោះយើងធ្លាប់ជួបបទពិសោធន៍ជាច្រើនដែលកត្តាបញ្ហាដែលហួងហែងគ្នាពេកវាធ្វើឲ្យទៅជារឿងលាក់បាំងហើយផលប្រយោជន៍ហុចទៅឲ្យគូភាគីដែលគេតតិជនដែលគេហៅថាជនទី3មានផលប្រយោជន៍តែបើសម្រាប់នាងខ្ញុំគិតថាបើយើងប្តីប្រពន្ធនិយាយគ្នាទៅហើយយើងបើកចិត្តឲ្យទលាយព្រោះយើងបើយើងគៀបគាត់ពេកក៏គាត់នៅតែត្រូវទៅដែរគាត់លួចទៅក៏យើងមិនដឹងធ្វើម៉េចដែរយើងអាចដឹងទេក្នុងរយៈពេលកូនក៏អញ្ចឹងប្តីក៏អញ្ចឹងប្រពន្ធក៏អញ្ចឹងបើគាត់ចង់លួចមានយើងការពារគាត់យើងតាមគាត់យើងហាមគាត់ក៏អត់បានដែរចាអញ្ចឹងវាអាចនឹងមានបញ្ហាកត្តានឹងកើតឡើងតែជាគិតខ្លួនឯងថាតើធ្វើចំណុចមួយណាដែលវាអាចមានផលប៉ះពាល់ចំណុចមួយណាដែលវាធ្វើទៅមិនមានផលប៉ះពាល់ឧទាហរណ៍ដូចជាមានគ្រួសារយើងគិតថាបើសិនជាយើងនិយាយគ្នាយើងដឹងហើយថាកត្តាតកតងកត្តាចិត្តសាស្ត្ររបស់មនុស្សប្រុសគឺมันអាចដដែលអញ្ចឹងទេអាចច្បាស់ជាមានការលួចដោះដូរខ្លះហើយប៉ុន្តែអ្វីដែលសំខាន់តើគាត់ត្រង់ជាមួយយើងកម្រិតណាទី1បើសិនជាគាត់ប្រាប់យើងទៅយើងអត់មានបញ្ហារឿងគាត់ឬក៏យើងណែនាំគាត់តាមបែបផែនការពារខ្លួនហើយយើងសង្កេតទៅលើដៃគូរបស់គាត់នៅជាមួយនឹងតើវាមានចំណុចល្អបែបម៉េចហើយធ្លាប់ជួបអីខ្លះយើងបញ្យល់គាត់ទៅឲ្យគាត់យល់ហើយសង្កេតខ្លួនឯងទៅគាត់ក៏ដូចជាកូនយើងចឹងស្អីក៏ដោយយើងបញ្យល់គាត់ដោយលើកហេតុផលហើយយើងតាមសង្កេតមើលទៅយើងដឹងថាអានេះមានផលប៉ះពាល់អានេះមិនមានផលប៉ះពាល់យើងជាមនុស្សស្រីយើងដឹងដូចគ្នាជៀសវាងប្រការដែលនៅពេលដែលគាត់លាក់បាំងយើងមានពេលខ្លះមានបរិសុទ្ធមួយចំនួនគាត់ជ្រុលជ្រោះជាមួយគ្នាទៅគាត់អាចនឹងមានកូនគាត់អាចទទួលការគំរាមកំហែងពីភាគីខាងស្រីម្ខាងទៀតធ្វើឲ្យគាត់មានសម្ពាធហើយពេលនោះបញ្ហាសម្ពាធនោះវាធ្វើមានប៉ះពាល់ជាច្រើននៅក្នុងកត្តាជីវភាពរស់នៅរបស់ខ្លួនឯងអញ្ចឹងយើងគិតថាតើនៅពេលដែលគាត់ប្រាប់យើងឬក៏មិនប្រាប់យើងតើវាមានផលប៉ះពាល់អីហើយវាមានផលចំណេញអីវាខាតអីយើងគិតដោយខ្លួនឯងតែសម្រាប់ខ្ញុំគិតថាបើសិនជាយើងភាសាគ្នាហើយយើងយល់ឃើញហើយយើងស្របជាមួយគ្នាគ្មានការលាក់បាំងមិនកុហកមិនភូតមិនផោអញ្ចឹងយើងអាចណែនាំបានហើយដូច្នេះហើយมันមានតតិជនទី3កេងចំណេញទៅលើចំណុចកន្លែងហ្នឹងឯងរីឯកូនវិញកន្លែងណាដែលជាកត្តាសង្គមកំពុងតែពេញនិយមយើងអាចនឹងមានពេលវេលាសម្រាប់គាត់បើសិនជាពេលទំនេរពីយើងការងារហត់ទាំងឪពុកម្ដាយយើងអាចនាំគាត់ទៅកន្លែងដែលប្លែកកន្លែងដែលគេពេញនិយមកន្លែងដែលយុវវ័យចូលចិត្តយើងឲ្យគាត់ស្គាល់កន្លែងអស់ហ្នឹងដូចគេដូចឯងអ្នកខ្លះបែរជាគិតថាកន្លែងហ្នឹងមិនគួរឲ្យចូលទេវាមានចំណុចអាក្រក់មិនល្អមិនឲ្យជាគំរូដល់គាត់ប៉ុន្តែខ្ញុំភ្លេចគិតថាប្រសិនបើកូនយើងធំហើយការដែលយើងហាមគ្រប់សពបែបយ៉ាងពេកធ្វើឲ្យកូនយើងមិនធ្លាប់ទទួលបានអារម្មណ៍មួយថាសេរីភាពឬក៏កន្លែងហ្នឹងក៏អត់ស្គាល់គាត់ដឹងនៅពេលដែលគាត់ដឹងថាម៉ែឪដឹងតែអប់រំទេតែគាត់មិនដែលជួបបញ្ហាដែលធ្វើគាត់សុបាយមានដៃគូណាមួយដែលគាត់ធ្លាប់ជួបប្រទះជជែកគ្នាលេងក៏ស្រឡាញ់គ្នាគាត់នាំទៅកន្លែងដែលកូនយើងមិនដែលធ្លាប់បានទៅវាធ្វើអារម្មណ៍គាត់ភ្លើតភ្លើនភ្លេចបែងចែកអ្វីល្អអ្វីខកអញ្ចឹងយើងជាម្ដាយយើងគិតថាកន្លែងណាដែលគាត់សំណុំពរគាត់ចង់ទៅបើសិនជាអាចយើងនាំគាត់ទៅកន្លែងដែលគាត់ចង់ទៅហើយយើងបញ្យល់គាត់តាមបែបផែនពិចារណាឲ្យគាត់យល់ដឹងដូច្នេះហើយខ្ញុំគិតថាការបញ្ជ្រាបបែបនេះវាល្អជាងអ្នកដតីជាអ្នកបញ្ជ្រាបនៅពេលដែលយើងនាំកូនយើងទៅកន្លែងដែលស្គាល់គ្រប់រូបភាពអស់ហើយអញ្ចឹងបើសិនជាមានអ្នកណាម្នាក់ជាដៃគូនាំគាត់ទៅវាអត់មានអីអស្ចារ្យសម្រាប់គាត់ទេព្រោះគាត់ធ្លាប់ទៅជាមួយម្ដាយគាត់ឪពុកគាត់ហើយដូច្នេះកន្លែងហ្នឹងវាសាមញ្ញដូចឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងកូនខ្ញុំចង់មើលកុនកូនខ្ញុំចង់ឡើងស្កាយបាចង់ទៅផាប់ចង់ទៅអីខ្ញុំនាំទៅខ្ញុំជាម្ដាយខ្ញុំមានពេលវេលានៅពេលទៅនេះខ្ញុំនាំទៅហើយទៅខ្ញុំណែនាំខ្ញុំអប់រំព្រោះខ្ញុំគិតថាពេលដែលខ្ញុំប្រាប់ពុកខ្ញុំអស់ខ្ញុំបញ្យល់លម្អិតនៅពេលដែលគាត់មានអ្នកណាម្នាក់ជាដៃគូ
trong nóm có tơi trong bộ vật trong bộ vụ nhưng cứ tha vì đi chịu ở bên đây ở cha sầm nhập có đấy để sang có thọp score cái này nên chứ bà hỏi tái nhưng chưa tham mình mẹn miền này thà cả ở bộ nhưng nắng nóm ở mình ở phò lọ tầng ở đây mình tái bớt sân chia ca du khơi bọc giống nhưng cứ tha bớt sân chỉ dương mình ở quạt bao chật ly sầm rập chơi chỉ mũi dương là mới chỉ bọt bị sao té về đài quạt miền đây cú nam muối hay quạt trong trời về quạt đập về khạch vềสង្គមដែលកតានៃការអូសទាញរបស់ភាគីតតិជនដែលគេហៅថាជនទី3ជាដៃគូរបស់គាត់វាប្រឈមធ្វើឲ្យយើងពិបាកនឹងអប់រំគាត់ចាសសូមអរគុណនេះគឺជាកតាអប់រំចិត្តសាស្ត្ររបស់កុមារឬក៏យុវវ័យហើយក្នុងនាមខ្ញុំជាម្ដាយខ្ញុំបែងចែកពេលវេលាច្បាស់លាស់សម្រាប់ទោះជាខ្ញុំជាគ្រូបង្រៀនក៏ដោយក៏ខ្ញុំជាមនុស្សម្នាក់ដែលនៅក្នុងសង្គមគេឯងដែរដូច្នេះហើយការបែងចែករបស់ខ្ញុំគឺទី1កូនខ្ញុំគាត់ស្រឡាញ់ភាពស្អាតគាត់ចូលចិត្តការស្លៀកពាក់បែបទាន់សម័យហើយខ្ញុំក៏ជាមនុស្សដែលស្រឡាញ់បែបដូចគ្នាប៉ុន្តែខ្ញុំបែងចែកដាច់ថាពេលណាកលៈទេសៈណាត្រូវស្លៀកពាក់បែបម៉េចត្រូវធ្វើម៉េចអានឹងខ្ញុំបែងចែកដាច់ដើម្បីឲ្យដឹងថាយើងត្រូវចេះចូលស្ទឹងតាមបទយើងត្រូវផ្ដោតចេះបត់បែនគ្រប់កលៈទេសៈអញ្ចឹងពេលខ្លះការស្លៀកពាក់ក៏អញ្ចឹងដែរពេលយើងស្លៀកពាក់នៅបរិបទកន្លែងណាគួរស្លៀកបែបម៉េចការស្លៀកពាក់ទៅក្នុងបរិបទសង្គមបែបម៉េចយើងធ្វើយល់គាត់ឲ្យដឹងហើយរៀបអិយាបថឲ្យគាត់ដឹងថាត្រូវស្លៀកពាក់តាមបែបផែនបរិបទខុសគ្នាហើយការរំវិតម្លៃទៅលើសកម្មភាពសម្លៀកបំពាក់ឬក៏អាកប្បកិរិយាយើងមិនអាចរំវិតម្លៃទៅខាងក្រៅបានទេព្រោះជាទៅអ្នកនេះចំណងចំណូលចិត្តគាត់ខុសគ្នាប៉ុន្តែមិនមែនមានន័យថាយើងរវាតម្លៃមនុស្សទៅលើសបកខាងក្រៅបានទេចាសូមអរគុណហើយក៏សូមធ្វើជាវីដេអូមួយសម្រាប់ធ្វើបទបង្ហាញបងប្អូនជនរួមជាតិឬក៏បងប្អូននិស្សិតដើម្បីជាបទពិសោធន៍នេះតកតងទៅនឹងកតាចិញ្ចឹមកូន